ញងfanរបស់កទូទូអ្នកនរគ្នាជួយចុច like ចុច subscribe ចុចសញ្ញាកណ្ដឹង admin ដើម្បីមើលរឿងអ្នកមេម៉ាយចាយស្នេហ៍កំឡោះកូន2មួយរឿងចាប់ fan ជាទីស្រឡាញ់របស់ admin អ្នកនរគ្នាទូប្រុសយើងគាត់មានកូនប្រុស2នាក់ហើយកូនប្រុសទាំង2នាក់ហ្នឹងគាត់មិនសូវត្រូវគ្នាដោយសារទូប្រុសយើងគឺជាមនុស្សឈាមត្រជាក់មិនមាត់មិនកមិននិយាយស្ដីហើយបានបិទផ្លាករើសម្ដាយនៅក្រោយខ្នងរបស់គាត់ធ្វើឲ្យទូប្រុសយើងខឹងខ្លាំងមែនតើថាកូនគាត់មិនគួរណាលេងអីបែបហ្នឹងទេវាចៃដន្យអីថ្ងៃហ្នឹងទូស្រីយើងគាត់មកសម្ភាសឃើញទូប្រុសយើងដេញវាយក្មេងចាំកាលយកកណ្ដុងគប់ក្បាលទូប្រុសយើងផោះតែម្ដងអ្នកណាក៏និយាយដែរថាទូប្រុសយើងគឺជាមនុស្សកាចគួរឲ្យខ្លាចណាស់អ្នកណាហ៊ានប៉ះទូប្រុសរបស់យើងអ្នកហ្នឹងគឺរកសេចក្តីស្លាប់ដាក់ខ្លួនហើយមានទូស្រីរបស់យើងគាត់ច្រឡំស្មានទូប្រុសយើងអ្នកចាប់ចម្រិតក្មេងបានជាគាត់ធ្វើបែបហ្នឹងអ្នកនរគ្នាបើគាត់ដឹងថាទូប្រុសរបស់យើងនេះណាគឺជាចឹងនិយាយថាទូប្រុសរបស់យើងនេះគឺជាឪពុករបស់ក្មេងគាត់មិនបានភ្លឺទៅឲ្យជាប់ទោសទេហើយទូស្រីរបស់យើងគាត់ក៏មានកូនភ្លោះ2នាក់ដែរសរុបសេចក្តីទៅកូន2នាក់ហ្នឹងកូនគាត់ហ្នឹងគឺជាបងប្អូនភ្លោះនឹងគ្នាព្រោះគាត់កូនភ្លោះ4ហើយឆាកជីវិតរបស់គាត់នេះជួបរឿងបែបនេះដោយសារប្អូនស្រីរបស់គាត់នាងមូយ៉ានេះណាបានរៀបចំផែនការអាក្រក់លើគាត់ទើបធ្វើឲ្យជីវិតរបស់គាត់คล้ายទៅជាបែបហ្នឹងហើយទូប្រុសរបស់យើងគាត់គឺជាបរិសុទ្ធដែលបានគេងជាមួយទូស្រីក្រោមល្បិចរបស់នាងមូយ៉ានឹងឯងអញ្ចឹងហើយធ្វើឲ្យឆាកជីវិតគឺទៅជាបែបហ្នឹងតែម្ដងទៅដល់ទៅពេលហើយទៅអ្នកនរគ្នាទូស្រីរបស់យើងនឹងគាត់បានមកសភាការងារមកសភាកន្លែងហ្នឹងក៏ជួបជាមួយនឹងនាងមូយ៉ានេះឯងនាងមូយ៉ានេះឯងគឺជាអ្នកសភាគ្រាន់តែឃើញទូស្រីរបស់យើងភ្លាមគឺពវៀងមិនឲ្យទូស្រីយើងជាប់នៅក្នុងការសម្ភាសទេហើយកុំឆ្ងល់តែហេតុអីក៏អញ្ចឹងអ្នកនរគ្នាគឺដោយសារតែវានឹងគឺបានបន្លំខ្លួនធ្វើជាទូស្រីការពីនារី5-6 ឆ្នាំមុននឹងឯងអញ្ចឹងវាប៉ងប្រាថ្នាចង់បានទូប្រុសរបស់យើងយកទៅធ្វើជាប្តីព្រោះទូប្រុសយើងតាមរកនារីដែលគាត់បានដេកជាមួយពិតប្រាកដមិនមែនជានាងមូយ៉ានោះទេដល់ចឹងទៅគឺទូស្រីរបស់យើងនឹងគឺត្រូវបានវាបដិសេធមិនឲ្យធ្វើការប៉ុន្តែយ៉ាងណាមិញអ្នកនរគ្នាការបដិសេធនេះមិនបានសម្រេចដែលហេតុផលថាតួប្រុសរបស់យើងគាត់បានជ្រើសរើសយកទូស្រីយើងទៅធ្វើការគាត់គិតថាទូស្រីរបស់យើងមានកូនអញ្ចឹងគឺអាចយល់ពីក្មេងពីប្រុសគាត់និងកូនគាត់មិនសូវត្រូវគ្នាទេអញ្ចឹងគាត់អត់យល់ពីកូនរបស់គាត់ទេអ្នកនរគ្នាដូច្នេះហើយបានជាគាត់សម្រេចចិត្តថាគាត់យកទូស្រីរបស់យើងដល់ពេលយកទូស្រីយើងទៅធ្វើការទៅដើម្បីជួយសម្រួលដល់ការងារកូនចៅរបស់គាត់ទៅអ្នកនរគ្នាឃើញស្រាប់ហើយគឺថាទូស្រីរបស់យើងគាត់ចេញមកបែបក្មេងៗខ្ជូតណាគាត់យល់ពីចំណូលចិត្តក្មេងទិញ sticker បិទពេញឡានតុក្កតាឡាប៊ូប៊ូអីគឺសັບគ្រប់បែបយ៉ាងទាំងអស់ដែលទូប្រុសយើងមនុស្សអត់ចូលចិត្តអញ្ចឹងទេសូម្បីតែជំនួយការរបស់ទូប្រុសក៏ភ័យដែរភ័យខ្លាចថាបើទូប្រុសខឹងគឺទាំងអស់គ្នាប្រកាសជាអត់ការងារធ្វើជាបង្ខានប៉ុន្តែអ្នកនរគ្នាទូប្រុសយើងបែរជាមិនខឹងហើយគាត់បែរជាព្យាយាមសម្រួលតាមអ្វីដែលទូស្រីយើងបានធ្វើខ្លាំងមែនតែនស្របតាមគ្នាអញ្ចឹងណាដល់តែពេលស្របតាមគ្នាហើយអញ្ចឹងទៅបានទូប្រុសរបស់យើងគាត់មានអារម្មណ៍ថាទូស្រីរបស់យើងមានអារម្មណ៍ថាទូប្រុសយើងគេថាកាចដូចជាមិនកាចទេមើលទៅមានចំណុចខ្លះគឺល្អជាអាចប្រសើរឡើងសម្រាប់ពួកគាត់អញ្ចឹងណាអញ្ចឹងទូប្រុសយើងគាត់មានមើលឃើញចំណុចពិសេសច្រើនណាដល់តែពេលហើយអញ្ចឹងទៅសម្រាប់ទូស្រីរបស់យើងវិញអ្នកនរគ្នាពេលនេះគឺគាត់បានជួបជាមួយនឹងកូនទូប្រុសហើយកូនទាំងពីរនាក់ហ្នឹងគឺពិតជាមានការស្រឡាញ់ពេញចិត្តទៅលើទូស្រីយើងខ្លាំងមែនតែនហើយសម្រាប់ម៉ែរបស់ទូប្រុសវិញគាត់កំពុងតាមរកម្ដាយឲ្យកូនក៏លើចៅប្រុសរបស់គាត់ហ្នឹងគឺពេញចិត្តតួស្រីរបស់យើងអញ្ចឹងណាគាត់ក៏ចង់មកជួបថានារីម្នាក់ហ្នឹងគឺរូបរាងមិនគាត់ចង់ឃើញដល់ពេលមកតែបានជួបអ្នកនរគ្នាដោយសារតួស្រីរបស់យើងអាឡែឆ្លោះគ្នាទៅនេះហែកខោអស់អញ្ចឹងណាដល់ហើយអញ្ចឹងទៅតួប្រុសរបស់យើងគាត់ក៏នាំតួស្រីយើងទៅរើសឈុតរើសកៅអៅតទៀតហើយម្ដាយរបស់តួប្រុសអ្នកនរគ្នាម្ដាយរបស់តួប្រុសហ្នឹងគឺគាត់អត់ដឹងទេសុំទោសគាត់អត់បាននេះទេរកអត់ឃើញអត់អីចឹងណាតាក់តងមិនបានអីមិនបានចឹងទៅក៏ល្មមទាំងអស់គ្នាចឹងទៅដល់ទៅពេលហើយចឹងទៅនាងមូយ៉ានោះក៏ឃើញណាក៏រកឃើញរូបភាពបែបហ្នឹងហើយគឺអត់សនុកសុខក្នុងចិត្តទេអ្នកនរគ្នាអារម្មណ៍អត់ល្អសោះតែម្ដងហើយដល់ពេលអារម្មណ៍អត់ល្អចឹងទៅវាក៏ចំណែនវាថាទូស្រីរបស់យើងនេះគឺកំពុងតែមកដណ្ដើមគ្រប់យ៉ាងពីវាហើយចឹងគឺវាអត់ព្រមទេអ្នកនរគ្នាអត់មានណាព្រមទេដែលយើងទៅដណ្ដើមមនុស្សគេស្រឡាញ់ហើយទោះបីយើងមិនដណ្ដើមក៏ដោយអ្នកនរគ្នាបើប្រុសនឹងមិនស្រឡាញ់យើងទៅស្រឡាញ់អ្នកផ្សេងក៏យើងខឹងដែរចង់និយាយចឹងណាហើយចរិតនាងមូយ៉ាគឺចរិតប្រៃអញ្ចឹងឯងវាអត់ចេះដឹងល្អអាក្រក់សខ្មៅខុសត្រូវទេមនុស្សនិយាយទៅម
មនុស្សដែលមិនចេះរាប់ញៀតមនុស្សដែលអាក្រក់មនុស្សដែលសាហាវមនុស្សដែលប្រេយផ្សៃណាអញ្ចឹងហើយគឺសម្រាប់ចរិតរបស់វានឹងគឺវាមិនដឹងល្អអាក្រក់អីទេហើយក៏វាមិនដែលគិតថាវាខុសវាទាស់អីដែរដល់ទៅពេលទូស្រីរបស់យើងវិញអ្នកនរគ្នាគឺទទួលបានការគ្រប់គ្រងនិង support ពីទូប្រុសយើងខ្លាំងមែនតើទូប្រុសយើងគាត់ពេញចិត្តនៅអ្វីដែលទូស្រីរបស់យើងបានធ្វើចង់និយាយចឹងណាគាត់ពេញចិត្តនៅចរិតល្អរបស់ទូស្រីនឹងឯងគាត់ជួយសម្រួលទូស្រីយើងសັບមុខសັບយ៉ាងចឹងទៅដល់ទៅពេលហើយចឹងទៅទូប្រុសរបស់យើងនេះទូស្រីយើងទៅទូប្រុសយើងត្រូវជួបការងារជាមួយនឹងជនជាតិបារាំងហើយទូស្រីរបស់យើងចេះបារាំងតែទូប្រុសយើងគាត់ដឹងហើយដល់ទៅពេលនាងមូយ៉ាហ្នឹងគឺអត់ចេះទេបានន័យថាវាអត់ចេះហើយវាព្យាយាមធ្វើឲ្យទូស្រីរបស់យើងគឺធ្វើអាកប្បកិរិយាមិនល្អបដោយឲ្យទូប្រុសយើងខឹងហើយគឺបដិញ្ញចេញតែពេលមែនតែនទៅអ្នកនរគ្នាអត់អញ្ចឹងណាទូប្រុសរបស់យើងគឺមិនត្រឹមតែមិនខឹងទូស្រីយើងទេហើយបានឲ្យទូស្រីរបស់យើងមកបកប្រែគាត់ទៀតអញ្ចឹងទូស្រីរបស់យើងអ្នកនរគ្នាគឺពិតជាសំណាងមែនតែនទទួលបានរឿងល្អៗក្នុងជីវិតដែលអ្នកដទៃមិនអាចទទួលបានឃើញសំណាងខ្លាំងណាស់អ្នកនរគ្នាដល់តែពេលហើយអញ្ចឹងទៅសម្រាប់ទូស្រីរបស់យើងណាក្រោយពេលហ្នឹងអញ្ចឹងទៅក៏បានទូប្រុសយើងគាត់បដ ாய் ឲ្យនៅធ្វើការងារមួយគាត់ឲ្យគេនៅក្នុងឲ្យធ្វើការនៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់គាត់ដែលអ្នកណាក៏អត់មានឱកាសដែរតែមានតែទូស្រីរបស់យើងមានឱកាសមានសិទ្ធដល់ហើយចឹងទៅនាងមូយ៉ានឹងកាន់តែខឹងហើយទូស្រីយើងធ្វើឲ្យក្រុមហ៊ុនចំណេញរាប់រយលានណាអញ្ចឹងឥឡូវនេះទូស្រីរបស់យើងគឺទទួលបាននៅកាដូពីទូប្រុសយ៉ាងចាស់ដៃផងដែរកាដូនោះគឺថាអ្នកនរគ្នាប្រកាសជាដឹងហើយគឺទឹកប្រាក់ដល់ទៅរាប់សែនឯណោះណាគឺជាគេថារង្វាន់លើកទឹកចិត្តអ្នកដែលមានសមត្ថភាពណាដល់ទៅពេលអញ្ចឹងទៅអ្នកនរគ្នាអើយនេះនាងមូយ៉ានឹងកាន់តែខឹងកាន់តែចំណែនកាន់តែខ្លាំងចំណែនលើសលុបចំណែនលើសដើមដំបងចំណែនបន្តិចដល់ឥឡូវចំណែនខ្លាំងជាងមុនទៅទៀតហើយសួរថាដែលមើលឃើញកំហុសខ្លួនឯងគឺអត់មានទេនាងមូយ៉ាទូស្រីរបស់យើងបានធ្វើឲ្យទូប្រុសរបស់យើងចាប់អារម្មណ៍លងស្នេហ៍ពេញចិត្តនៅចំណុចល្អៗរបស់ទូស្រីហើយគាត់ក៏ចាប់ផ្ដើមលងស្រឡាញ់ទូស្រីប៉ុន្តែអត់ដឹងខ្លួនឯងតែខ្លួនឯងស្រឡាញ់គេទេគិតថាធម្មតាចឹងទៅហើយសម្រាប់ទូស្រីរបស់យើងវិញក៏គាត់មិនបានចាប់អារម្មណ៍ហើយគាត់ក៏បានមើលថែទាំកូនទូប្រុសនិងកូនគាត់យ៉ាងល្អនិយាយទៅគាត់អត់ដឹងថាគាត់មានតំណែងអីជាមួយកូនហ្នឹងឯងប៉ុន្តែមាននិស្ស័យមានអារម្មណ៍ល្អមានអារម្មណ៍ថាមានទំនុកចិត្តដូចយើងជាគ្រួសារតែមួយណាចេះតែមានអារម្មណ៍ពេញចិត្តចម្លែកចឹងទៅដល់ទៅពេលពេញចិត្តចម្លែកពេលនឹងដែរនាងមូយ៉ានឹងក៏ចាប់ផ្ដើមរៀបចំតែដាក់កំហុសលើទូស្រីរបស់យើងធ្វើឲ្យទូស្រីរបស់យើងនេះគឺយ៉ាងណាក៏ត្រូវបានគេបដិញ្ញចេញពីក្រុមហ៊ុនដល់ពេលមែនតែនទៅវាក៏បានឲ្យទូស្រីយើងមកជួបអតិថិជនគឺជាអតិថិជនថោកទាបដែលអ្នកគ្នាមិនជាអតិថិជនល្អទេពីប្រភេទអតិថិជនថោកទាបហើយដល់ហើយចឹងទៅទូប្រុសសួរទូស្រីតាណាទូស្រីទៅជួបអតិថិជនណាអតិថិជនថោកទាបនឹងឯងវាមានចេតនាតាមពិតនាងមូយ៉ានឹងគឺយកទូស្រីយើងមកលក់លើកមុនគឺដាក់ត្រាំទូស្រីយើងម្ដងទៅដេកចាស់បន្ទប់របស់ទូប្រុសដល់លើកនេះវាធ្វើអញ្ចឹងម្ដងទៀតអ្នកនរគ្នាប៉ុន្តែទូប្រុសយើងមកជួយអញ្ចឹងទៅគឺអាអ្នកដែលត្រូវនាងមូយ៉ាជួលមកនេះណាក៏ត្រូវបានទូប្រុសយើងផ្ដាច់ទំនាក់ទំនងការរស់ស៊ីជាមួយអញ្ចឹងគឺត្រូវខ្សែធនអញ្ចឹងខ្សែគប់មនុស្សស្រីត្រូវចម្រើនខ្សែគប់មនុស្សស្រីមិនត្រូវគឺអាលាយខ្សលជាឯងណាឲ្យរៀងថ្ងៃក្រោយកុំចេះធ្វើរឿងប្រេះប្រាស់ចង់និយាយអញ្ចឹងណាធ្វើរឿងដែលគួរធ្វើកុំធ្វើរឿងដែលមិនគួរធ្វើដល់តែពេលហើយអញ្ចឹងទៅអ្នកនរគ្នាទូប្រុសរបស់យើងគាត់ក៏មានការពេញចិត្តខ្លាំងមែនតែនពេលដែលទូស្រីរបស់យើងថើបគាត់ប៉ុន្តែគាត់មិនឆក់ឱកាសលើមនុស្សស្រីទេគាត់ដឹងថាមនុស្សស្រីគឺកំពុងតែមានបញ្ហាអញ្ចឹងគាត់ជាមនុស្សប្រុសគាត់មិនកេងប្រវ័ញ្ចគាត់មិនឆក់ឱកាសហើយគាត់ក៏មិនខ្សែលើមនុស្សស្រីដូចគ្នាដែរនិយាយទៅប្រុសម្នាក់នេះល្អខ្លាំងមែនតែនហើយដល់ពេលហើយចឹងទៅទូស្រីយើងគាត់ភ្ញាក់គប់ក្បាលធ្វើឲ្យទូប្រុសយើងបែកក្បាលអញ្ចឹងហើយគឺដោយសារទូប្រុសយើងឈ្ងោកត្រថើបគាត់ចម្លែកទៅណាប្រុសម្នាក់នេះអត់ដែរចាប់អារម្មណ៍មនុស្សស្រីទេតែឥឡូវបែកជាមកអំពើជាមួយទូស្រីរបស់យើងម្ដងហើយម្ដងទៀតហើយទូស្រីរបស់យើងវិញអ្នកនរគ្នាគឺគាត់ក៏មានអារម្មណ៍ថាអូយគាត់សុំទោសណាគាត់ភ្ញាក់គាត់ភ័យពេកចឹងទៅគាត់អត់បានតាំងចំហខ្លួនចឹងទៅទូប្រុសយើងក៏មិនហ៊ានខឹងគេដែរចាឯងមនុស្សស្រឡាញ់គេអ្នកនរគ្នាខឹងក៏មិនហ៊ានខឹងថាក៏មិនហ៊ានថាគេធ្វើអីក៏ត្រូវដែរហើយចេះតែស្របតាមគេទៅរហូតចឹងទៅហើយដល់ពេលម្ដាយរបស់ទូប្រុសវិញគាត់ក៏បានមកមើលឮថាទូស្រីយើងជួលទូប្រុសយើងមានរបួសចូលពេទ្យចូលអីចឹងទៅទាំងទូស្រីណាដល់ពេលហ្នឹងគឺគាត់បានធ្វើ DNA អ្នកនរគ្នា
គាត់ដឹងថាទូស្រីរបស់យើងនឹងគឺជាកូនប្រសាររបស់គាត់ហើយប៉ុន្តែគាត់ឲ្យទូស្រីយើងដឹងគាត់ចាំមើលហើយទូស្រីរបស់យើងនៅពេលហ្នឹងអ្នកនរគ្នាគាត់ក៏មិនទាន់បានធ្វើអ្វីជាសច្ចការជាដុំជាកំភួនដែរគ្រាន់តែដឹងត្រឹមថាគាត់ពិតជាមានតំណែងល្អអីចឹងទៅហើយទូប្រុសរបស់យើងវិញគាត់ក៏ព្យាយាមធ្វើមិន take care យកចិត្តទូស្រីរបស់យើងធ្វើរឿងល្អៗជាច្រើនចឹងណាធ្វើឲ្យមើលទៅមានការពេញចិត្តពេញថ្លើមចឹងទៅហើយទូស្រីយើងគាត់ក៏ហាមកូនដែរណាហាមអត់ឲ្យនិយាយរឿងថាយើងគឺជាគ្រួសារតែមួយទេព្រោះគាត់ចង់ពិសោធន៍ចិត្តថាតើប៉ាហ្នឹងយ៉ាងម៉េចពីព្រោះអីគាត់ដឹងថានាងមួយយ៉ាងជាគូតដឹងរបស់ទូប្រុសនិយាយទៅពាក្យចចាមបារាមនេះគឺលឺគ្រប់តែកន្លែងហ្នឹងឯងទាំងការពិតទូប្រុសរបស់យើងខ្លួនឯងគាត់មិនដឹងខ្លួនផងថាគាត់មានគូតដឹងមកពីណាគាត់ដឹងខ្លួនទេប៉ុន្តែវាមានពាក្យមកពីអ្នកដតីមកអញ្ចឹងណាអញ្ចឹងហើយទៅក៏គាត់ក៏បដ ாய் តាមហ្នឹងទៅហើយអើណាស្របតាមបរិយាកាសដែលនៅចំពោះមុខហើយដល់ទៅពេលហើយទៅអ្នកនរគ្នាសម្រាប់កូនរបស់ទូស្រីវិញណាពេលហ្នឹងគឺតដើរលេងផ្សារទំនើបជាមួយនឹងទូស្រីទៅជាមួយគ្នាដើរលេងជាមួយគ្នាម៉ែកូនគេមានក្តីសុខខ្លាំងក៏ជួបជាមួយនាងមូយ៉ាវនាងមូយ៉ាវចង់ខ្លាចជាប្រពន្ធទូប្រុសតាមដែលស្គាល់ម៉ែទូប្រុសជាអ្នកណាទេមកដល់ប្រមាថមើងងាយទូស្រីយើងមិនអីទេអាចទូយកបានហើយប្រមាថលើកូនទូស្រីដែលជាកុមារអញ្ចឹងគឺទូស្រីយើងទទួលយកអត់បានម៉ែទូប្រុសមកប្រមាថម៉ែទូប្រុសទៀតមានណាប៉ះចំរបស់ខ្លាំងម៉ែទូប្រុសមានតែអង្គរៈយាយនឹងឆ្នះណាអ្នកនរគ្នាពេលហ្នឹងយាយនឹងដាក់ប្រើទៅលើនាងមូយ៉ានឹងធ្វើនាងមូយ៉ានឹងផ្ងាជើងព្រាតរកកន្លែងឈរជើងអត់បានទេហើយវាកំពុងតែសោកសៅថាវាខុសទាស់ហ្មងមិនគួរណាវាទៅធ្វើខ្លាំងប៉ះចំម៉ែទូប្រុសអញ្ចឹងណាហើយម៉ែទូប្រុសក៏បានប្រាប់ទូស្រីថាកូនពីរនាក់ហ្នឹងគឺជាកូនរបស់ទូស្រីនឹងឯងទូស្រីគាត់លឺអញ្ចឹងគាត់យំហ្មងគាត់ថាគាត់ស្មានមិនដល់ទេព្រោះគាត់ដឹងថាពេលហ្នឹងគឺពេទ្យបានលួចកូនរបស់គាត់ទៅថាកូននឹងស្លាប់អញ្ចឹងគាត់អត់ដឹងរឿងទេតែឥឡូវនេះគឺគាត់សប្បាយចិត្តព្រោះគាត់តាមរកកូនគាត់យ៉ាងលំបាកហើយស្មានដល់ថាកូនគាត់នៅនឹងហើយគាត់មានកូនភ្លក់ដល់តែ4អញ្ចឹងគាត់ថាគាត់សុំម៉ែក្មេកនឹងថាកុំឲ្យតន់ប្រាប់ទូប្រុសពីព្រោះអីគាត់ខ្លាចទូប្រុសយើងអត់ស្រឡាញ់គាត់អត់ស្រឡាញ់កូនហើយខ្លាចមានបញ្ហាកូនមានវិបត្តិសេរីអញ្ចឹងគាត់សុំពេលវេលាហ្នឹងគឺរក្សាឲ្យនៅនឹងថឹងហ្នឹងទៅហើយកុំឲ្យមានអ្វីកើតឡើងទៀតអញ្ចឹងណាដល់នាងមូយ៉ាវអ្នកនរគ្នាជាមនុស្សដែលមិនចេះស្កប់ស្កល់នៅក្នុងជីវិតរបស់វាទេគឺវាតាមរករឿងទូស្រីរបស់យើងឃើញថាជីវិតទូស្រីរបស់យើងកាន់តែសម្បូរបែបប៉ុណ្ណាគឺវាកាន់តែឈ្នានីសទូស្រីយើងច្រើនប៉ុណ្ណឹងដូចគ្នាដែរវាអត់បានបញ្ចប់គ្រប់យ៉ាងឲ្យនៅល្អប្រសើរនៅកន្លែងហ្នឹងទេហើយសម្រាប់ទូស្រីរបស់យើងវិញអ្នកនរគ្នាពេលហ្នឹងគឺគាត់ក៏តំណមួយទូប្រុសធម្មតាអញ្ចឹងទៅគាត់មើលចិត្តទូប្រុសថាមនុស្សហ្នឹងមិនហើយទូប្រុសរបស់យើងអ្នកនរគ្នាគាត់ក៏ព្យាយាមតាមយកចិត្តទូស្រីរបស់យើងបានន័យថាគាត់កំពុងតែបញ្ជាក់ពីក្តីស្រឡាញ់ឲ្យទូស្រីហើយណាស់តែទូស្រីរបស់យើងហ្នឹងគាត់អត់ទុកចិត្តទេគាត់ថាទូប្រុសយើងមានគូស្នេហ៍ហើយគឺនាងមូយ៉ាវនឹងឯងតែគាត់អត់ដឹងថាវាមានការភ័ន្តច្រឡំឡើងនៅក្នុងហ្នឹងទេទូប្រុសរបស់យើងគិតឃើញថាគេជាម្ដាយរបស់ក្មេងគាត់បានបំផ្លាញអនាគតគេអញ្ចឹងគាត់ក៏ទទួលខុសត្រូវទៅតាមទូនីតិតែទូស្រីរបស់យើងហ្នឹងគាត់ស្មានតែទូប្រុសយើងត្រូវរើគ្នាតាមពិតគឺសិតតែជាការយល់ច្រឡំទាំងអស់ដល់ពេលមែនតែនទៅវាអត់អញ្ចឹងទេអ្នកនរគ្នាហើយទូស្រីរបស់យើងទៀតសោតគាត់ក៏ចាំមើលបន្តទៀតតាមពិតកណិតរបស់ទូស្រីនាំកូនរត់ប៉ុន្តែកូនហ្នឹងគឺគេចង់ថាគេអត់ចង់បែកបាក់គ្រួសារទេគេចង់មានប៉ាមានម៉ាក់រស់នៅជុំគ្នាហើយគេក៏សង្ឃឹមថាទូស្រីរបស់យើងនឹង support គ្រប់គ្រងនៅកណិតរបស់ពួកគេចឹងទៅហើយសម្រាប់ទូប្រុសរបស់យើងវិញក៏អញ្ចឹងដែរអ្នកនរគ្នាគឺគាត់ក៏ support គ្រប់គ្រងលើចំណុចទាំងអស់ហ្នឹងដែរហើយដូចថាគាត់មិនដឹងថាជាម៉ែបង្កើតកូនគាត់ទេប៉ុន្តែគាត់ថាគាត់ចង់បានទូស្រីយើងធ្វើជាម្ដាយកូនរបស់គាត់ពីព្រោះឃើញថាកូនគាត់ចូលចិត្តទូស្រីខ្លួនគាត់ក៏ចូលចិត្តទូស្រីយើងពិបាកចិត្តមកផឹកស្រាសវឹងអ៊ូតនួអ្នកនរគ្នាទូប្រុសយើងគាត់ក៏មកកំដរចឹងទៅដោយសារទូស្រីយើងគាត់មិនដឹងថាត្រូវសម្រេចចិត្តថាម៉េចហើយមួយវិញទៀតគាត់ក៏មិនដឹងថាត្រូវធ្វើខ្លួនបែបណាហើយសម្រាប់ទូប្រុសរបស់យើងវិញអ្នកនរគ្នាគាត់ក៏ចង់សារភាពប្រាប់ទូស្រីប៉ុន្តែគ្រប់ពេលទូស្រីយើងគេចពីគាត់រហូតតែលើកនេះគាត់ខ្ជិលខ្វល់ជាមួយគាត់ថាមនុស្សស្រីខ្លះរឿងច្រើនញ៉ៃច្រើនណាស់អញ្ចឹងយើងសេរីធ្វើស៊ីយកតែម្ដងទៅឲ្យឆាប់ចំហើយទូស្រីរបស់យើងអ្នកនរគ្នាពេលដែលនៅជុំគ្រួសារញ៉ាំបាយជុំគ្នា4នាក់6នាក់ម៉ែកូនអញ្ចឹងណាទូស្រីយើងក៏ចាំសង្កេតមើលថាតើទូប្រុសរបស់យើងនឹងមានអរិយាប័ត្របែបណាចំពោះកូនស្រីរបស់គាត់ហើយចំពោះកូនប្រុសទាំងពីរហ្នឹងណាតែទូប្រុសរបស់យើងម៉ែអ្នកនរគ្នាគឺគាត់មានក្តីសុខមួយគ្រួសារមួយហ្នឹងមែនតើតែគាត់មិនដែលដឹងថាទូស្រីយើងគឺជាមើលដៃរបស់កូនគាត់ក៏អាចដឹងទេគ្រាន់ថាគាត់មានក្តីសុខចឹងទៅចំពោះរឿងមួយហ្នឹងហើយគាត់ក៏ព្យាយាមធ្វើខ្លួនឲ្យប្រសើរឡើងជាមួយនឹងទូស្រីរបស់យើងចឹងទៅ
ហើយមួយវិញទៀតអ្នកនរគ្នាក្នុងនោះដែរតួប្រុសរបស់យើងគាត់ក៏បានបញ្ជាក់អំពីគោលចំហរបស់គាត់ជាមួយនឹងតួស្រីណាតែតួស្រីយើងតើដែលគាត់មិនបានបញ្ជាក់គោលចំហជាមួយនឹងតួប្រុសឲ្យបានច្បាស់លាស់ហើយមួយវិញទៀតគឺនាងមូយ៉ាងក៏តាមតារាវឆានទៅខំទៅរករឿងតួស្រីរបស់យើងនៅកន្លែងហ្នឹងទៀតប៉ុន្តែតួស្រីរបស់យើងក៏ថាចេះបើសិនគេស្រឡាញ់នាងគេយកនាងហើយគេមិនដែលចោលនាងទេប៉ុន្តែមកពីគេមិនស្រឡាញ់នាងហើយអាចថាមិនត្រូវនាងគឺជាមនុស្សខ្លាំងៗដែលកំពុងបោកប្រាស់គេផងក៏មិនដឹងតួស្រីរបស់យើងគឺគាត់ឌឺដងវិញហ្មងពីមុនយើងពិបាកអ្នកនរគ្នាដោយសារតែយើងអត់មានជំរឿការងារឥឡូវនេះគឺយើងមានខ្នងបង្អែកហើយទូប្រុសយើងក៏នៅខាងគាត់ទៀតអញ្ចឹងម៉ែក្មេងនោះក៏នៅខាងគាត់អញ្ចឹងគាត់ខ្វល់ទេថានាងមូយ៉ានឹងគិតអីអ្វីដែលសំខាន់តើទូប្រុសរបស់យើងដោះស្រាយយ៉ាងម៉េចរវាងគាត់និងនាងមូយ៉ាទូប្រុសទាំងយកមួយណាអញ្ចឹងទូស្រីយើងច្រឡំច្រើនណាហើយទូប្រុសយើងក៏នាំទូស្រីយើងមកញ៉ាំអាហារមកនៅក្នុងន័យសារភាពស្នេហាប៉ុន្តែទូស្រីយើងនៅបដិសេធគាត់ថាទូប្រុសយើងមានសង្សារហើយគឺតាក់ទងជាមួយនាងមូយ៉ាអញ្ចឹងហើយក៏អត់មានហេតុផលអីដែលគាត់ត្រូវមកស្រឡាញ់ទូប្រុសដែរហើយក៏មិនចាំបាច់សម្ដែងខ្លួនឯងធ្វើជាបរិសុទ្ធភាពគួរឲ្យស្រឡាញ់ដែរគាត់មិនបានក្តីសុខអីជាមួយទេគាត់ខ្ជិលខ្វល់ណាទូស្រីរបស់យើងគាត់និយាយចឹងមកអ្នកនរគ្នាហើយដល់ពេលទូប្រុសរបស់យើងក៏រៀងខឹងទូស្រីដែរថាស្រីម្នាក់នេះរឿងច្រើនមែននេះបកករឿងគាត់ធុញឥឡូវគាត់អត់ចង់នៅតាមញ៉ាយតាមសម្រួលទេគាត់ត្រូវប្រើវិធីសាស្ត្របង្ខំហើយទូស្រីថាណែលោកចង់ធ្វើស្អីខ្ញុំហ្នឹងនាំឡើងលើឡានហើយមកធ្វើរឿងអីចង់ធ្វើរឿងអីមិនល្អដល់ពេលហើយអ្នកនរគ្នាដឹងមិនទេទូប្រុសយើងគាត់សង្គ្រប់ទូស្រីនៅលើឡានចង់ក្រោយទូស្រីថាបិទភ្លើងទៅគាត់ខ្មាស់បកែករើណាមិនមែនបកែករើហើយរត់ចេញពីឡានទៅផ្ទះទេណាបកែករើបណ្ដោយគេបិទភ្លើងទៅគាត់ខ្មាស់វាទៅជាអញ្ចឹងទៅអេដមីនក៏ចង់មានឱកាសបកែកហើយរើដែរអ្នកនរគ្នាទៅរកអ្នកដែលមកចាប់ឲ្យអេដមីនរើវាអត់បានហើយសំខាន់ណាចលើមប៉ះក្បាលពុះគេរៀងរឹងសាច់ភេក 4-5 កង់អញ្ចឹងទៅទូស្រីយើងកើតអារោគភ្លេចខ្លួនណាបដោយខ្លួនបដោយប្រានជាមួយទូប្រុសយើងទៅតាមស្រួលបដោយដបងចាឯងរើដូចមន់ធ្វើដូចមន់អញ្ចឹងតែត្រូវមកដបងចូលឆ្នាំងបោចរោមអស់ទៅមិនធ្វើឯងណាដឹងខ្លួនខុសហើយបលែងខ្លួនមិនតែម្ដងណាចេញពីលើឡានដល់ផ្ទះហើយផ្ទះទៀតចាំមិនចេះតិចដងប៉ុន្តែឥឡូវនេះគឺទទួលទូរស័ព្ទដោយសារអាចើយូអាចើចៅអីទេចៅជីអាចៅជីនេះគឺអតីតសង្សារទូស្រីអ្នកនរគ្នាដឹងមកនិយាយពេលដឹងទូស្រីយើងមានកូនវាបោះបង់ចោលទូស្រីរបស់យើងជាមនុស្សប្រុសដែលចិត្តអាក្រក់ខ្លាំងមែនតែនហើយទូស្រីរបស់យើងគាត់មិនមែនជាស្រីរត់រាយទេប៉ុន្តែយើងជាប់កំហុសចាំមិនថាកុំសូវទុកចិត្តអ្នកណាកុំសូវជឿជាក់អ្នកណាអ្នកនរគ្នាអញ្ចឹងវាផ្ដល់នៅផលលំបាកដល់យើងច្រើនអញ្ចឹងណាហើយឥឡូវនេះគឺទូប្រុសរបស់យើងគាត់ក៏បាននិយាយថាមិនបាច់ទេកុំបារម្ភអីនៅទីនេះមានគាត់ហើយគាត់នឹងធ្វើឲ្យទូស្រីយើងមានក្តីសុខបំផុតនៅក្នុងជីវិតវាមានក្តីសុខមែនអ្នកនរគ្នាបានគេងកាយលើដៃមនុស្សប្រុសដែលយើងស្រឡាញ់ហើយគេស្រឡាញ់យើងគេថែទាំយើងគេផ្ដល់គ្រប់យ៉ាងឲ្យយើងមានក្តីសុខអ្នកនរគ្នាទោះបីថាមនុស្សនឹងអាក្រក់ល្អជាមិនក៏យើងមានអារម្មណ៍ថាអោបដោយមិនមានការភ័យខ្លាចណាហើយដល់ទៅពេលឥឡូវនេះគ្រួសារជួបជុំគ្នាយ៉ាងមានក្តីសុខហើយសម្រាប់ពួកអាក្រក់ហ្នឹងគឺត្រូវបានចម្លៀសចេញទាំងអស់នាងមួយយ៉ាងហ្នឹងក៏ត្រូវបានជាប់គុកដែរណាគឺទោសវាច្រើនណាហើយអាចៅជីហ្នឹងក៏គ្រួសារខ្សែធនដែរដែលវាមានចេតនាក្រក់ប៉ុនប៉ងមកលើទូស្រីរបស់យើងសម្រាប់ទូស្រីគ្រួសារគាត់គឺមានសុភមង្គលល្អ